គ្រប់ជំរាបសួរប្រិមិត្តដែលនិយមនឹងទស្សនាការផ្សាយរបស់ទូរទស្សន៍អនឡាញ ARDB TV ជាទីគោរពរាប់អាននៅថ្ងៃនេះនាងខ្ញុំសូមអូនបានវិលត្រឡប់មកជួបប្រិមិត្តសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីបច្ចេកវិទ្យានិងនវានុវត្តន៍ដែលនាងខ្ញុំតែងតែផ្សាយជូនរៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃអង្គារដែលលើកយកនៅប្រធានបទល្អៗតាក់ទងជាមួយនឹងបច្ចេកវិទ្យានៅក្នុងវិស័យកសិកម្មយកមកជម្រាបជូនប្រិមិត្តហើយនៅថ្ងៃនេះដែរនាងខ្ញុំបានលើកយកនៅប្រធានបទថ្មីមួយទៀតយកមកជម្រាបជូនគឺរ៉ូបូតអាមលើកដាក់សម្ភារៈនិងទំនិញរួមទាំងកសិផលផងដែរដែលលោកអ្នកកន្លងមកតែងតែឃើញនៅបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសអភិវឌ្ឍន៍ប៉ុន្តែនៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាទំនើបផលិតរ៉ូបូតបង្កើតឡើងដោយកូនខ្មែរមានហើយគឺមានទីតាំងនៅរាជធានីភ្នំពេញដែលមានឈ្មោះថា AI Farm Robotics ក្រុមហ៊ុន AI Farm Robotics មានផ្គុំផលិតនិងសរសេរកូដរ៉ូបូតជាច្រើនប្រភេទដើម្បីបម្រើការងារនៅក្នុងវិស័យផ្សេងៗគ្នារួមទាំងកសិផលដែលអាចជំនួសដល់កម្លាំងពលកម្មមនុស្សលោកញ៉ោសុភាអ្នកបច្ចេកទេសរ៉ូបូតនៅក្នុងក្រុមហ៊ុន AI Farm Robotics បានរៀបរាប់ពីរបៀបនិងអត្ថប្រយោជន៍របស់រ៉ូបូតអាមមួយនេះរ៉ូបូតអាមអាចលើកដាក់ទំនិញគ្រប់ប្រភេទនិងអាចទ្រទម្ងន់បានទៅតាមការកំណត់របស់អ្នកជំនាញបច្ចេកទេសក្នុងការដំឡើងវាអាស្រ័យទៅតាមលទ្ធភាពនៃការប្រើប្រាស់របស់អតិថិជនចង់បានដើម្បីស្វែងយល់កាន់តែច្បាស់អំពីរ៉ូបូតអាមសូមទស្សនាបទសម្ភាសន៍ដូចតទៅពោះរ៉ូបូតដែលនៅខាងក្រោយក្នុងខ្ញុំនេះគឺជាប្រភេទយើងហៅថារ៉ូបូតអាមដែលវាមានតួនាទីក្នុងការលើកដាក់អីវ៉ាន់ពីមួយកន្លែងទៅមួយកន្លែងទៀតទៅតាមការរៀបចំការ set up program របស់ខាងវិស្វករយើងអញ្ចឹងនៅខាងក្រោយហ្នឹងគឺគ្រាន់តែជាគំរូឧទាហរណ៍មួយក្នុងការរ៉ូបូតដំណើរការក្នុងការលើកដាក់អីវ៉ាន់ពីមួយកន្លែងរៀបចំឲ្យមានសណ្ដាប់ធ្នាប់ជាដើមចឹងទៅអញ្ចឹងចំពោះរ៉ូបូតហ្នឹងគឺយើងប្រើច្រើននៅក្នុងរោងចក្រឧស្សាហកម្មដែលជាដូចជារោងម៉ាស៊ីនកិនស្រូវឬក៏រោងចក្រផលិតជីអញ្ចឹងត្រូវការលើកបាវធំហ្នឹងយកទៅដាក់លើប៉ាឡេតពីមួយកន្លែងទៅមួយកន្លែងដើម្បីរៀបចំឲ្យវាមានសណ្ដាប់ធ្នាប់ល្អអីចឹងទៅជារបស់ដែលខាងវិស្វករនៃក្រុមហ៊ុនយើងគឺជាអ្នក set up ដំឡើងវាក៏ដូចជា program វាឲ្យវាដំណើរការទៅតាមតម្រូវការហ្នឹងឯងតែនេះគឺជាឧទាហរណ៍មួយដែលយើងបង្ហាញពីដំណើរការនៃការ set up system pick and place ហ្នឹងឯងព្រោះវាដូចជាដៃរបស់យើងអញ្ចឹងគឺវាអានេះគឺយើងឧទាហរណ៍មួយក្នុងការវាលើកដាក់ប៉ុន្តែយើងអាចវាយកទៅផ្សារដែរយើងអាចយកវាទៅ painting បាញ់ថ្នាំអីនេះគឺអាស្រ័យទៅការយើង set up ហើយនឹង program របស់វាឬក៏យើងហៅថាយើងដូរនៅ end effector វាហៅដូរនៅអាក្បាលចុងដៃវាហ្នឹងឲ្យវាធ្វើអីអញ្ចឹងណាអញ្ចឹងន័យថាដំណើរការរបស់វាក៏ដូចជាការប្រើប្រាស់របស់វាគឺអាស្រ័យលើការយើងអ្នក set up ទៅតាមតម្រូវការរបស់អតិថិជនមួយដែលគាត់ចង់ apply ទៅលើមុខងារមួយណាបាទពោះ robot ទាំងអស់នេះគឺកត្តាដែលធ្វើឲ្យខាងពួកយើងក្នុងការនឹកឃើញក្នុងការធ្វើ prototype នឹងឡើងក៏ដូចជាផ្គុំដំឡើងឲ្យចេញជារូបរាងបែបហ្នឹងឬក៏សរសេរ program ឲ្យវាដំណើរការបែបហ្នឹងគឺដោយសារតែយើងឃើញថាតម្រូវការក្នុងវិស័យគេហៅថាសហគ្រាសធុនតូចនិងធំមធ្យមគឺមានតម្រូវការបង្កើននៅសម្រាប់ផលិតកម្មរបស់ពួកគាត់ផងដែរអញ្ចឹងធម្មតានៅក្នុងសម្រាប់ផលិតកម្មវិស័យ automation គឺវាត្រូវការប្រព័ន្ធ automation ហើយដំណើរការដោយស្វ័យប្រវត្តិអញ្ចឹងគឺបើសិនជាយើងប្រើប្រភេទ robot បែបនេះគឺវាជួយច្រើនទី1គឺវាជួយពន្លឿនទៅលើសម្រាប់ផលិតកម្មរបស់គាត់ទី2គឺវាកាត់បន្ថយនៅគ្រោះថ្នាក់ទៅដល់មនុស្សរបស់យើងខ្ញុំបន្តថាដូចរបបផ្សារដែកមួយចុះអញ្ចឹងនៅពេលដែលយើងផ្សារធម្មតាវាអាចមានអាកតិចហុយផ្សែងឬក៏ប៉ះពាល់ដល់ភ្នែកឡើងអញ្ចឹងទៅអញ្ចឹងរបបវាអត់បញ្ហាទេយើងដាក់បន្ទប់បិទចិត្តហើយវាយើងមានកំពុងបឺតខ្យល់អីចេញអញ្ចឹងទៅគឺវាដំណើរការដោយខ្លួនអញ្ចឹងវាកាត់បន្ថយនៃគ្រោះថ្នាក់ឬក៏ហានិភ័យទៅដល់អ្នកប្រើប្រាស់ពីមុនអញ្ចឹងទៅឬក៏វាធ្វើក្នុងដូចលើកដាក់បាវស្រូវបាវអង្គធំអញ្ចឹងធម្មតាវាទម្ងន់មួយបាវ20 30ទៅ50គីឡូអញ្ចឹងបើយើងប្រើកម្លាំងពលកម្មខ្លាំងគឺក៏វាប៉ះពាល់ដល់គាត់ដែរអញ្ចឹងបើសិនជាយើង apply robot បានទោះបី robot ចង់ធ្វើការពីព្រឹកដល់ល្ងាច24ម៉ោងក៏អត់បញ្ហាដែរវាអាចដំណើរការបានឲ្យតែយើង supply ភ្លើងឲ្យវាគ្រប់ឲ្យនិយាយសាមញ្ញស្រួលស្ដាប់ទៅណាអញ្ចឹងមានថាគឺវាជួយច្រើនទៅលើវិស័យ automation នៅក្នុងប្រទេសរបស់យើងផងដែរអាប់ទៅតាមតម្រូវការរបស់អតិថិជនឬក៏តាមតម្រូវការនៃការប្រើប្រាស់ជាក់ស្ដែងមួយហ្នឹងគឺប្រកាសជាមានការលំបាកច្រើនទីមួយគឺតាក់ទងយើងឲ្យឈ្មោះថាផ្នែក hardware ផ្នែក mechanic ខាងក្រៅវាហ្នឹងមានថាត្រូវចាប់តាគៀបបែបម៉េចមកថាឥឡូវយើងលើកបាវ robot វាមានរូបរាងហ្នឹងតែធ្វើម៉េចឲ្យអាដៃវាហ្នឹងអាចទៅចាប់លើកបាវបានអីចឹងទៅអញ្ចឹងយើងត្រូវ design ហើយទី2យើងគេហៅថា system integration មកថាឥឡូវក្នុងសម្រាប់លក្ខណៈគេមានបាវគេច្រោះឲ្យគេដេរឲ្យគេចេញមកហើយ
ប៉ុន្តែធ្វើម៉េចដើម្បីឲ្យ robot ហ្នឹងវាទៅចាប់អាបាវហ្នឹងយកមករៀបនៅលើប៉ាឡេតឲ្យបានអញ្ចឹងយើងត្រូវគិតពី flow នៃដំណើរការរបស់វាដែលយើងត្រូវការឲ្យវិស្វករយើងទៅសិក្សាដល់ទីតាំងទៅឲ្យវិស្វករយើងទៅពិនិត្យមើលជាក់ស្ដែងថាតើអាចនឹងធ្វើបែបម៉េចបានទី2គឺគេហៅថាផ្នែក programming គឺយើងត្រូវមានវិស្វករដើម្បីគាត់ទៅសេកូដអញ្ចឹងនៅក្នុងនោះវាប្រកាសជាមានផលលំបាកព្រោះដោយសារតែការទៅសេកូដបែបនេះគឺវាប្រភេទ robot ហើយដំណើរការជាក់ស្ដែងទៀតមិនមែនគ្រាន់តែសេកូដរ៉ាននៅលើកុំព្យូទ័រធម្មតាមានតែសេកូដហើយឲ្យ robot ហ្នឹងវាដំណើរការតាម program ដែលយើងបាន set ហ្នឹងអញ្ចឹងបើសិនជាមានភាពមួយណា error អីមួយចំនួនគឺវាអាចនឹងប៉ះពាល់ដល់ robot ឬក៏មានហានិភ័យអីកើតឡើងអីជាឡើងអញ្ចឹងទៅអញ្ចឹងហើយបានតកតងមួយការសរសេរកូដតកតងគឺយើងមានការប្រុងប្រយ័ត្នខ្លាំងមែនទែនដែលយើងត្រូវឆ្លងកាត់ការ simulation ឬហៅថាធ្វើវានៅក្នុងកុំព្យូទ័របន្ទាប់មកយើង apply វាជាក់ស្ដែងជាមួយនឹង robot ផងដែរចំណុចហ្នឹងគឺដោយសារតែធម្មតា robot ទាំងអស់នេះគឺយើងមានជា hardware robot គេហៅថាផ្នែកខាងក្រៅនៃ robot ហ្នឹងប៉ុន្តែមិនមែនយកមកគឺវាដើរទេគឺវាទាមទារឲ្យយើងឲ្យឆ្លងកាត់ការ training ត្រឹមត្រូវពីក្នុងស្រុកពីក្រៅប្រទេសក៏ដូចផងដែរគឺយើង training ជាមួយនឹង robot នោះបន្តតែម្ដងមានន័យថារៀនសរសេរជាមួយនឹង robot នោះតែម្ដងទាំងភាសាកូដទាំងគណិតវិទ្យាទាំងអីដែលត្រូវ apply ជាមួយ robot ហ្នឹងគឺ focus ទៅលើផ្នែក robot ហ្នឹងតែម្ដងទី2គេហៅថា system integration មានន័យថាយើងត្រូវតែស្គាល់និងដឹងពី device ផ្សេងៗទៀតមានន័យថាមិនមែនដឹងចេះតែ robot ទេត្រូវចេះទាំង PLC ចេះទាំងផ្នែក sensor ផ្នែកអីចឹងទៅដើម្បីយើងមកអាច combine ចូលគ្នាឲ្យចេញជាផលិតផលសម្រាប់ណាមួយចឹងជាដើមផងដែរបាទធម្មតាការ set up robot នេះគឺទាមទារឲ្យវិស្វករយើងទៅសិក្សាពីតម្រូវការរបស់អតិថិជនដែលគាត់ចង់ set up ហ្នឹងត្រូវមើល requirement របស់គាត់ថាតើបាវរបស់គាត់ទំហំប៉ុណ្ណាប្រមាណគីឡូល្បឿននៃការលើកហ្នឹងគាត់ចង់បានប៉ុណ្ណាគឺយើងទៅសិក្សាលម្អិតពីទីតាំងរបស់គាត់ដែលយើងត្រូវចុះផ្ទាល់សួរនាំព័ត៌មានគាត់អស់បានឲ្យខាងក្រុមវិស្វករយើងគាត់សិក្សាថាតើ model robot មួយណាឬក៏ spec នៃ robot ប៉ុណ្ណាដែលអាចស័ក្តិសមជាមួយនឹងការងាររបស់គាត់ប៉ុណ្ណឹងមានន័យថាយើងត្រូវ select ថាគេឥឡូវបើសិនជាបាវគាត់50គីឡូអញ្ចឹង robot យើងត្រូវតែធ្វើម៉េចឲ្យវាលើកបាន50គីឡូដូចគ្នាអញ្ចឹងទៅអញ្ចឹងគឺ robot វាធំទូចអាស្រ័យទៅតាមតម្រូវការរបស់អតិថិជនយើងជាក់ស្ដែងបានយើង select ថាតើ robot មួយណាដែលវាស័ក្តិសមហើយបន្ទាប់មកបានយើងធ្វើការសិក្សាថាតើត្រូវការតែ robot ទេឬក៏ត្រូវការធ្វើការជាមួយនឹង system ផ្សេងៗទៀតដូច conveyor ឬក៏ធ្វើការជាមួយនឹងម៉ាស៊ីនផ្សេងៗទៀតចឹងទៅអញ្ចឹងតើយើងត្រូវសិក្សាជាមួយនឹងគម្រោងរបស់អតិថិជនជាក់ស្ដែងបានយើងអាចចេញជាលទ្ធផលមួយបានដូចឃើញរូបជាក់ស្ដែងអញ្ចឹងយើងមានផ្នែកសំខាន់នៃ robot យើងមានដូចជានេះយើងហៅថា robot arm ដូចជាដូចដៃរបស់យើងអញ្ចឹងហើយនេះគឺយើងឲ្យឈ្មោះថា control computer របស់វាហ្នឹងមានថា control របស់ robot ហ្នឹងអញ្ចឹងជាធម្មតាដើម្បីឲ្យវាមានចលនាលើកពីមួយកន្លែងទៅមួយកន្លែងបានគឺតម្រូវឲ្យខាងវិស្វករយើងទៅ set up program នៅក្នុង controller វានេះមានថាតើ set up point ណាទៅ point ណាឲ្យវាដំណើរការបែបម៉េចមានខ្យល់ធាក់ពីណារុញអា cylinder នោះពីណាទៅណាគឺយើង program នៅក្នុងនេះទាំងអស់អញ្ចឹងមុននឹង program គឺយើងត្រូវ set up ទៅលើ hardware វាសិនមានន័យថាតើទីតាំងនៃអា cylinder ទីតាំងនៃអា slot ដែលយើងដាក់នេះនៅ position មួយណាយើងត្រូវ design នៅក្នុង computer ហើយបន្ទាប់មកបានយើងធ្វើការ simulation ហើយបានយើងធ្វើការ programming ឲ្យវាដំណើរការទៅតាមអីដែលយើងចង់បាននឹងអញ្ចឹងទៅអញ្ចឹងអានេះគឺជាឧទាហរណ៍មួយនៃពីដំណើរការវាអញ្ចឹងនៅពេលដែលយើងទៅ set up ឲ្យអតិថិជនរបស់យើងតាក់ទងដែលលើកបាវស្រូវបាវអង្គធំអីហ្នឹងក៏ដូចដំណើរការវាគឺបែបហ្នឹងដូចគ្នាយើងត្រូវសិក្សាថាតើចង់លើកពីទីតាំងណាដាក់ទីតាំងណារៀបវាបែបម៉េចគឺយើង program ទៅតាមទីតាំងជាក់ស្ដែងទៅតាម design នៃ mechanic ខាងក្រៅដូចគ្នាផងដែរបាទចំពោះជាធម្មតានៃ robot គឺវាមានធម្មតា robot វាប្រកាសជាមានកំហុសរបស់វាដែរវាដូចយើងឡានម៉ូតូយើងអញ្ចឹងវាត្រូវមានប្រហែលខែយើងត្រូវ maintenance អីម្ដងប្រហែលឆ្នាំត្រូវ maintenance អីម្ដងអញ្ចឹងទៅអញ្ចឹងជាទូទៅបើសិនជាយើង set up ហ្នឹងឲ្យអតិថិជនគឺយើងមានជា warranty យើងមានទាំង schedule ក្នុងការ maintenance តែប្រហែលខែប្រហែលឆ្នាំយើងទៅ maintenance លើផ្នែកអីគឺយើងមាននៅក្នុងនឹងផងដែរដូចគ្នាបាទចាប្រិមិត្តមុននេះបន្តិចនាងខ្ញុំបានជម្រាបជូនរួចមកហើយក៏ដូចជាបានទស្សនាវីដេអូដែលលោកញ៉ូសុភាជាអ្នកបច្ចេកទេសនៅក្នុងក្រុមហ៊ុន AI Farm Robotics បានពន្យល់ទាក់ទងជាមួយនឹងការប្រើប្រាស់robot arm នេះផងដែរហើយ robot arm នេះគឺវាអាចលើកដាក់ទំនិញមិនថាទំនិញក្នុងវិស័យកសិកម្មឬក្នុងវិស័យឧស្សាហកម្មនោះទេគឺ robot នេះគឺអាចជួយជំនួសទៅដល់កម្លាំងពលកម្មមនុស្សដែលយើងអាចកំណត់នៅទម្ងន់ដែលយើងចង់បានទៅតាមការប្រើប្រាស់របស់អតិថិជនផងដែរនៅពេលនេះកម្មវិធីរបស់យើងខ្ញុំក៏បានឈានចូលមកដល់ទីបញ្ចប់ផងដែរនាងខ្ញុំរួមទាំងក្រុមការងារសូមអរគុណសូមជម្រាបលា